យើងជាលោកចៅអីណាយើងសុខចិត្តបូជាសត្វឈាមដើម្បីជាតិមិត្តភាពរបស់យើងមិនបានបូជាសត្វឈាមដើម្បីបំផ្លាញប្រជាជនខ្លួនឯងនោះទេជាបឋមក្រុមសិល្បៈល្ខោនបាសាក់ខ្មែរសាមគ្គីយើងខ្ញុំសូមគោរពដល់ក្រុមឯកឧត្តមលោកស្រីនាងកញ្ញាទាំងអស់ដែលទស្សនានៅក្រុមសិល្បៈយើងខ្ញុំបាទដោយការមាននិស្ស័យនិងស្រឡាញ់ផ្នែកល្ខោនបាសាក់ទោះបីជាក្រុមយើងខ្ញុំពុំមែនជាអ្នកចេះទាត់ជំនាញនៅផ្នែកសិល្បៈយ៉ាងណាក៏ដោយចុះតែក្រុមយើងខ្ញុំបានមនោមតិគ្នាលើកនៅសាច់រឿងមួយដើម្បីសម្ដែងចែកជូនបងប្អូនទាំងអស់ទស្សនានៅពេលនេះក្រុមល្ខោនបាសាក់យើងខ្ញុំសូមជម្រាបសាមគ្គីជាតិរស់បែកបាក់សាមគ្គីមរណាខ្ញុំឈ្មោះសម្រាប់មានក្រុមនេះគឺជាមេតបទី1ប្រចាំនៅក្នុងព្រះបរមរាជវាំងបានទទួលព្រះរាជាអំពីពុទ្ធរាជាម្ចាស់ដើម្បីទៅកម្ចាត់ព្រៃពពួកចៅអការីសាដើម្បីទៅកម្ចាត់នៅចៅការីសាខ្ញុំពិតជាមិនយល់អំពីគំនិតរបស់ចៅការីសាសោះប្រទេសជាតិកំពុងតែធ្លាក់នៅក្នុងគ្រឿងសង្គ្រាមដោយប្រចាំមិត្តកំពុងតែដណ្ដើមយកទឹកដីតែឯទីចៅការីសាគេមានគំនិតចង់បំបែកបំបាក់ផ្ទៃក្នុងបែបនេះហើយចុះខ្ញុំទៅជួបលោកមេតបទី2ដើម្បីនាំលោកទៅកម្ចាត់ចៅជាមួយនឹងខ្ញុំបើអញ្ចឹងខ្ញុំធ្វើដំណើរទៅសិនខ្ញុំឈ្មោះវិនុនថ្ងៃនេះសប្បាយជាពុនពេកណាស់ដោយព្រះករុណាជីវិតអង្គលើត្បូងបានបញ្ជាឲ្យខ្ញុំនិងលោកមេតបទីចេញច្បាំងលើកដំបូងជាមួយនឹងចៅឈ្លានដីដែលកំពុងតែទន្ទ្រាននៅឯជ័យដែរនោះថ្ងៃនេះពិតជាសប្បាយរីករាយខ្លាំងណាស់ដួងចិត្តខ្ញុំ
ยังจะบ้านแม่ขนมไพรไว้ได้จุ่มเจียดแน่อ๋อព្រះសូរ្យាកាន់តែព្រះខ្ពស់ទៅហើយបើចឹងទេខ្ញុំប្រញាប់ទៅជួបលោកនៅតទី1បន្តិចសិនអោះលោកនៅតទី2លោកមកតទី2ប្រកាសជាបាក់ដល់ហើយថាព្រះករុណាព្រះអង្គជាម្ចាស់លោកបានដាក់នេះបញ្ជាឲ្យយើងទាំងពីរនាក់មានទូនាទីដើម្បីកម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលយាយនៅទឹកដីក៏ប៉ុន្តែថ្មីនេះបានលើកដំណឹងមកថាមហាចៅបរិស័កបែកជាគេមកធ្វើឲ្យផ្ទៃក្នុងរបស់យើងបាក់បែកការបាក់បែកផ្ទៃក្នុងបែបនេះពួកប្រចាំមកប្រកាសជាមាក់ងាយពួកយើងចាក់ជាមិនខានណាបានហើយលោកនៅតទី1ខ្ញុំក៏បានទទួលដំណឹងនេះដែរហើយដូច្នេះហើយបានជាខ្ញុំស្រោតរូបនេះមកជួបលោកនៅតទី1ទាំងព្រឹកបែបនេះណាលោកនៅតទី2យើងក៏មកអីយើងធ្វើដំណើរទៅចង់ណាបានហើយតោះយើងប្រញាប់ទៅទេជាចៅរស់នៅក្នុងតំបន់នេះអ្នកភូមិអ្នកស្រុកនៅទីនេះមិនថាទីជិតឬទីឆ្ងាយតែតែមានខ្លាចការខ្លាចរអាមកលើយើងតាំងខ្លួនជាស្រេចញេសម្រេចញេធ្វើចៅក្នុងចិត្តមកហើយធ្វើចៅក្នុងព្រៃលួចភូមិអ្នកស្រុកការពារបរិយមុតអ្នកប្រស្រីខ្លាចរអាយយើងបានមករស់នៅជាមួយនឹងលោកមហាចៅគិស្នាមកឲ្យយើងមានឫទ្ធិអំណាចនៅក្នុងព្រៃនេះអ្នកណាក៏គេខ្លាចរអាមិនហ៊ានធ្វើកាប់តំបន់នេះដែរឯណាអាចថៃអើវាឯងសុបាយចិត្តឬអីឲ្យបានតែសោចមែនកម្លាញ់តាំងពីយើងឡើងធ្វើជាមេចូលមកដាក់បានមកនេះគ្រូឯងលេងដល់ពីចាស់ក៏ឯងឡើងយួយទៅអូយសោចអីឯងនឹងគេតាំងពីយើងចេញព្រមនឹកលុកណាស់ពុកកោតខ្លាចកោតក្រែងអំណាចមហាចៅរបស់យើងតែដូចអញដូចជាឆ្ងល់ណាស់អញឆ្ងល់មិនអាកម្លាញ់អ្នកភូមិអ្នកស្រុកដែលដល់ក្រុមការទីនេះគេតែងតែទ្រាំថាឯងអញរហូតយ៉ាងនេះតែឡើងត្រូវហើយមុនជាការនឹងរឹកជាស្ដារអំណាចដែលយើងចេញព្រមមានតែយើងទៀតទេហើយដើម្បីនឹងគឺយ៉ាងគ្រប់ទូទាំងប្រទេសរបស់យើងអញដូចជាអត់មានឡើងជាមួយមេយើងមកខ្វះគ្រប់យ៉ាងហ្មងឯងនោះហេតុផលនេះវិញមេឯងអត់ប្រយោជន៍ទេបាទយើងទៅវិញតែភូមិទៅស្រុកហើយនឹងបានធ្វើពលមុនកំពុងនេះទៀតវាអត់ទេជុំមិនបានហែកធ្វើទៅថ្នាក់ហ្នឹងហាចូលទៅហៅត្រូវតែហ៊ានតែអាចថៃក្នុងនាមយើងជាចៅឆក់ព្រលឹងប៉ុន្តែមិនកាត់ចម្លាប់មិនរំលោភនឹងស្រីឯងហ៊ានក្បត់ទៅក្រមសិលធម៌អើយថៃថាមេហើយឯងនិយាយស្អីមិនឈីស្អីមិនអើលោកមេអើវ៉ៃទៅពេលនេះអញមិននៅឯងហ៊ានហៃគេអញយូរទៅមកឯងនេះខ្លោមធំមែនទេមិនឯងចង់ខ្លោមធំមកមិនហេណាមេទៅមេថ្មីនេះថ្មីនេះមិនដែរគឺថាព្រះរាជានៃនគររបស់យើងនេះកំពុងតែចាត់មេទ័ពដល់12រូបឲ្យសុទ្ធសឹងតែជាមេទ័ពខ្លាំងពូកែ
ដើម្បីមកកំចាត់យើងហើយតើមេមានវិធីសាស្ត្រទេ ត្រឹមតែសម្បត្តិមេទ័ពពីររូបកំពេចកំពុកវាមិនស្មើលបងពលិបាតជើងរបស់យើងទេយើងប្រើតែឯងនេះក៏អាចកំចាត់ពួកវាបានដែរ ប៉ុន្តែខ្ញុំលើកថាមានមេទ័ពម្នាក់គឺជាមេទ័ពដែលប្រកែកខាងមុនវិជាការសម្បើមណាស់ យើវាមិនខ្វះទេពួកវាមិនអាចធ្វើឲ្យយើងបានទេព្រោះយើងនេះបានសិក្សាមិនវិជាការពីលោកតាមនីអីសីចេះគ្រប់បានបង្កើតឈ្មោះថាមហាចៅការីស្វានេះឯងត្រូវចាំថាបានទេពួកវាមកដល់ត្រូវតែកំចាត់ពួកវាចោលបានទេ វិជាការរបស់មេរាប់សមុទ្រសុតមិនទេអើឯងយកមកសំដែងនឹងរឹតអស់ការអំណាច ឯងบอกតែយ៉ាងយី ពួកវាឬ តាមកាពិតគឺជាពួកចៅការីសាអន្តា ថ្ងៃនេះជាថ្ងៃអន្សាឯងហើយពួកអាមេចោកទរិសា មិនគិតធ្វើទេកូនចៅថយមកនេះ ចង់តែដឹងលេងលោកម្ចាស់ មកនេះរំញ៉ៃ នៅស្ងៀម រំញ៉ៃជាមួយពួកនេះមើលទៅពួកវានេះគ្មានប្រមាណទេ ចៅការីសា មិន យើ ឡើយ ទាំងអស់គ្នាសិតក្នុងតែឈាមតែមួយខ្ញុំពុំមានកំងមកបង្ហូរឈាមដូចគ្នាទេបំងរបស់ខ្ញុំតែមួយគត់គឺប្រកបណាជាម្ចាស់លោកអរិយវិជាមកថាបើសិនជាចៅការីសាឯងព្រមចោះចូលនិងបំរើនយោកងទ័ពនោះប្រកបជាជាតិរងរឿងជាក់ជាមិនខាន មានរឿងអីទីយើងកំពុងត្រូវការរឿងអ្វី អការីសាយើងពុំមានបំងបង្ហូរឈាមខ្មែរដូចគ្នានោះទេតែរនឹកឃើញថាប្រទេសជាតិកំពុងតែធ្លាក់ក្នុងភ្លើងសង្គ្រាមពួកប្រចាំមិត្តគេចង់ដណ្ដើមយកទឹកដីឯងទៅជួយដោះស្រាយណា មិនបានទេព្រោះយើងនេះបានទឹកចិត្តជាស្រេចហើយថាធ្វើជាចៅអស់មួយជីវិត អការីសាអើយឯងបានដឹងពីពងសាវតារបស់ខ្មែរមកហើយការដែលបែកបាក់គឺមិនល្អប្រសើរសម្រាប់អស់អាណាប្រជារាស្ត្រទេឯងគួរតែរួបរวมគ្នាឡើង តើឯងមានកម្លាំងអ្វីហេតុអីឯងហ៊ានមកនិយាយមកឆ្នេះនៅមុខយើង យើងនឹងរកពីប្រវត្តិនេះឲ្យឯងបានស្ដាប់ថាតើការរួបរวมនិងការបែកបាក់វាវិនិច្ឆ័យយ៉ាងណា បើចឹងឯងសាករៀបរាប់មើលបើមិនទៅចិត្តយើងទេយើងនឹងកំចាត់វាយចោលជាមិនខាន យ៉ាងណាមិញខ្ញុំនឹងបានរៀបរាប់អំពីពងសាវតារបស់ខ្មែរឲ្យបានដឹងថាតើសម័យណារុងរឿងនិងសម័យណាបែកបាក់នោះពេលដែលខ្ញុំនៅកាលណាខ្ញុំតែងប្រមត់ណាស់ចុះហេតុអីប្រជាជាតិមួយនេះសំសក់ដល់ឡើង យល់ល្អពួកឯងគឺតែចូលរួមជាមួយយើងទៅ អ
ខ្ញុំតំណាងជាមេតបទី1និងមេតបទី2នៃព្រះបរមរាជវាំងពួកយើងមកនេះចង់មកសម្របសម្រួលជាមួយលោកមេចៅដើម្បីឲ្យចូលរួមជាមួយពួកយើងដើម្បីការពារសន្តិសុខមាតុភូមិរបស់ប្រទេសយើងប៉ុន្តែបើយើងបញ្ចុះបញ្ចូលពួកឯងប៉ុណ្ណេះហើយនោះពួកឯងបែរជាឆ្មើងឆ្មៃមិនគោរពតាមសម្ដីយើងពួកយើងក៏គ្មានឱកាសទុកពេលឲ្យឯងទៀតដែរ មិនអីទេមិននេះយើងស្ដាប់ប្របាទសូមឯងរ៉ៃរ៉ាប់ដល់ទីឡងទៀតមកថាប្រទេសយើងនេះកំពុងជួបវិបត្តិអ្វីហេតុអ្វីបានជាប្រជាហ៊ានប្រើលោកទាំងពីរឲ្យមកបង្រួបបង្រួមជាមួយយើងនេះដែលជាស្ដេចចៅ ការីសាខ្ញុំនៅលោកនៃតបទី2បានទទួលព្រះរាជបញ្ជាអំពីប្រធានាហើយថាព្រះអង្គឲ្យមកបង្ក្រាបមហាចៅក្រាស់ការីសាយ៉ាងណាមិញឯកដឹងទេថាប្រទេសយើងសពថ្ងៃនេះកំពុងតែមានវិវាទនិងពពួកប្រចាំមិត្តគេដណ្ដើមចាប់បានទឹកដីព្រះអង្គបានដាក់រាជបញ្ជាឲ្យថាហើយព្រះអង្គបានដឹងថាចៅការីសាគឺជាមនុស្សដែលមានបេដៃពូកែខ្លាំងណាស់មិនថាតែមុនអគុំមិនថាតែគុណដៃគុណរបងអសរសាស្ត្រឬក៏អសរសិល្បៈប៉ុន្តែព្រះតណាព្រះអង្គជាម្ចាស់ទ្រង់បានដាក់រាជបញ្ជាថាបើសិនជាលោកឯងអាចចុះចូលឲ្យឯងគឺត្រូវជារាជបញ្ជាបានជាប្រកាសជាទ្រង់រងរឿងចាក់ជាមិនខាន មិនអីទេព្រោះយើងជាចៅមែនក៏ប៉ុន្តែយើងនេះក៏មានសច្ឈាមគ្រូក្បាលនឹងចាក់ខុសវិស័យជាខ្មែរដែរមកប្រទេសណាទេមានមកលើពួកយើងនេះយើងនឹងទូសាប់ដើម្បីកម្ចាត់ពួកវាជាមួយលោក អូហើយតែបានន័យថាចៅការីសាព្រមជួយជាមេត្តាភូមិហើយ យើងប្រាប់លោកណាណៃលោកទាំងពីរហ៊ានច្បាំងជាមួយកូនចៅរបស់យើងឈ្នះសិនបើមិនអញ្ចឹងទេយើងមិនព្រមជាដាច់ខាត បើអញ្ចឹងបានន័យថាចៅការីសាចង់ណែប្រពន្ធទៅថ្មីដៃមែនទេ មែនហើយ មិនអីទេលោកឲ្យតបទី2 ឯណាទៅលោកមេតបមហាចៅទី1អាចឆោតឯងមកនេះឯងត្រូវធ្វើម៉េចកម្ចាត់វាឲ្យយើងមុននឹងយើងចុះចូលជាមួយយ៉ាងណាក៏ដោយយើងត្រូវតែធ្វើបាបវាបន្តិចដឹងទេនៅ មិនអីទេលោកមហាចៅគិស្តាក្នុងនាមយើងជាសេនាបតីនៃចៅយើងក៏ចង់ដឹងដែរថាមេតបវិជ្ជវាំងដូចជាឯងនេះមានសមត្ថភាពកម្រិតណាអូអានឡាញ់ ខ្ញុំជាមេតបទីវាំង មិនអីទេអាចសុំចាញ់ឯងការពីខ្លួនផងនឹងថាអាមេតបទី2គេមានកំឡុងនឹងពេចគុណប្រកែកខ្លាំងណាស់មានតែឯងទៀតដែលយើងទុកចិត្តជាងគេ ខ្ញុំជាមេតបរាជវាំងជាមេតបទី2ខ្ញុំចូលមកនេះខ្ញុំមកនិយាយស្រួលមួយជាមួយលោកឯងឈ្មោះស្អីណាអាឆាឯងឈ្មោះអាឆាទេយើងមើលទៅមុខបើឯងមិនសោះឈ្មោះអាឆាសោះឯងឈ្មោះអាកដោអត់ណា យើងក៏ដោមែនតែយើងក៏ដោប្រេងមិនមែនក៏ដោស្រុកសម្រាប់ស៊ីតែឲ្យអ្នកគេយកទៅខ្លែង ហើយចុះពួកមកឯងអាមួយមុខមើលអត់ព្រេងច្បូននេះឈ្មោះអីលោក ហើយ ឯងឈ្មោះអាឆៃឥឡូវឯងឡើងមកមុខតិចខ្ញុំចង់ជួបមុខឯងច្បាស់បន្តិច ឯងចាំស្គាល់យើងដែលជាកូនចៅដ៏មានអំណាចនិងមានក្បាច់គុណរបស់ចាមែនទេ ឯងនឹងឈ្មោះអាឆៃ ហើយ ឯងដឹងថាយើងជានរណាទេ យើងដឹងឯងជាមេតបទី2ដែលល្បីល្បាញមានឈ្មោះនៅក្នុងមហានគរ ឯងស្គាល់យើងថាជាមេតបទី2ឥឡូវយើងសួរឯង សួរមក តាំងពីឯងធ្វើចោលមកមុខឯងត្រូវធ្នេប្រមាណហើយមើលមុខឯង នេះគឺជាផ្នែកអនុស្សាវរីយ៍ដែលយកទៅប្លន់ដើម្បីតាមយកអំណាចនៃចៅរបស់ខ្ញុំ បើសិនយើងជាលោកចោលឯងណាយើងសុខចិត្តបូជាសត្វឈាមដើម្បីជាតិមិត្តភូមិរបស់យើងយើងមិនបានបូជាសត្វឈាមដើម្បីបំផ្លាញប្រជាជនខ្លួនឯងនោះទេ យើងជាមួយវាទៅវាយទៅ បំណាច់ថាឯងចង់សាកល្បងប្រជាជនជាមួយយើងទៅហើយនោះអញ្ចឹងយើងបំពេញបំណងឯងទៅចុះ ចូលមក អ
ប៉ុណ្ណេះបានសាក់ប៉ុណ្ណេះយើងដឹងសមត្ថភាពលោកមេតបហើយលោកមេតបកុំភ័យខ្ញុំនឹងចុះចូលជាមួយលោកមេតបចាក់ជាមិនខាន ចៅអីសាខ្ញុំបានលើមនសិការឯងដូច្នេះខ្ញុំពិតជាមានការត្រេកអរពុនពេកណាស់ណាមួយវិញទៀតព្រះករុណាជាម្ចាស់បើទ្រង់បានដឹងនឹងបានជាអំពីរឿងនេះប្រកាសជាទ្រង់សប្បាយនឹងប្រេកឋានតីទេ រឿងនេះគឺជារឿងជាតិរបស់យើងទាំងអស់គ្នាបើយើងមិនស្វាស្វែងទេពួកសត្រូវវានឹងឡើងចាងវានឹងធ្វើទុកបុកម្នេញមកលើប្រជាជនយើង ចៅអីសាអញ្ចឹងចាប់ពីថ្ងៃនេះទៅយើងកុំបំបាយបំបាក់ផ្ទៃក្នុងអីឯងដឹងទេបើកាលណាផ្ទៃក្នុងបែកបាក់នោះពួកប្រចាំមិត្តនឹងមាក់ងាយយើងចាក់ជាមិនខានអញ្ចឹងយើងរួមរំគ្នាសាមគ្គីដើម្បីជាតិមាតុភូមិដើម្បីទឹកដីយើងត្រូវតែរករឿងនេះឡើងណា អូខេបាទយើងព្រមតាមលោកម្ចាស់